នេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលខ្ញុំឆាបបាយម្ដង10ចានម្ដងចាដំបូងខ្ញុំដាក់លាយគ្រឿងចូលក្នុងបាយសពសិនដើម្បីឲ្យបាយនៅមានជាតិល្អបងប្អូនទាំងអស់គ្នាហើយយកមកគោះពងមាន់ដើម្បីដាក់ចូលក្នុងបាយឆាយើងគោះពងមាន់សពចូលគ្នាសិនមុននឹងយកទៅឆាបងប្អូនទាំងអស់គ្នាធ្វើអញ្ចឹងគឺពងមាន់សពចូលបាយយើងបានល្អណាហើយខ្ញុំបានដាក់ខ្ទះចាក់ខ្លាញ់ចូលបងប្អូនទាំងអស់គ្នាខ្លាញ់ខ្ញុំប្រើប្រេងម្ទេសដើម្បីឲ្យមានពណ៌ស្អាតតោះមកខ្ញុំចាក់ពងមាន់ដែលខ្ញុំកូរមិញចូលហើយកូរវារៀងឆ្អិនតិចចាក់សាច់ចាក់បន្លែចូលតែម្ដងឆាវារៀងឆ្អិនតិចរួចខ្ញុំក៏ចាក់បាយច្របល់ចូលមកហើយបាយនេះយើងលាយគ្រឿងស្រាប់អញ្ចឹងទៅយើងក៏ឆាវារៀងស្ងួនតិចគឺឆ្អិនរួចរាល់យើងលើកដាក់ប្រអប់បានហើយដោយបងប្អូនអរគ្នាឃើញអញ្ចឹងក៏ខ្ញុំធ្វើការនៅនឹងភ្លើងឆាមួយឈោទៅនឹងភ្លើងក្តៅហ្មងប៉ុន្តែស្បែកមុខខ្ញុំมันទៅរលោងហើយម៉ត់ស្អាតមែនតើធៀបការពារស្បែកមុខរបស់ខ្ញុំអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាដែលខ្ញុំប្រើប្រាស់តែជាមួយនឹងសេរ៉ូមបាប់ប្រានហោះដែលជួយបំរុនរុនញើសខ្ញុំបានល្អធ្វើឲ្យមុខខ្ញុំក្មេងជាងវ័យហើយបាត់ស្នាមអាចរួយដែលខ្វះមិនបាននោះគឺសាំសេរ៉ូមបាប់ប្រានហោះនឹងបងប្អូនទាំងអស់គ្នាសាច់វាស្រួលលាបចូលមុខរឿនមែនតើជាពិសេសពេលលាបទៅមុខឡើងគីឡូវាស្អាតហ្មងដែលពិសេសនោះគឺវាការពារឬកម្ដៅថ្ងៃបានល្អពន្លឺ UVA ពន្លឺ UVB ការពារកុំឲ្យឡើងអាចរុញលើស្បែកមុខយើងទៀតល្អខ្លាំងមែនតើតោះមកខ្ញុំប្រើប្រាស់ជាមួយនឹង cushion ហងដើម្បីបិទបាំងស្នាមលើស្បែកមុខរបស់ខ្ញុំហើយ cushion ហងហ្នឹងមាន skin care ក្នុងនឹងទេបងប្អូនទាំងអស់គ្នាយើងប្រើប្រាស់ជាប្រចាំថ្ងៃមិនខូចស្បែកមុខយើងឡើយសំខាន់បិទបាំងស្នាមបានល្អប្រើយូរមកមិនកក់មិនបតាទេបងប្អូនទាំងអស់គ្នាហើយចំណុច sunscreen ហ្នឹងល្អមែនតើពេលយើងផាត់ cushion ពីលើមុខនៅតែ glow វីស្អាតហ្មងហើយរកពេល make up ហើយគឺយើងគ្រាន់តែ reapply ជាមួយនឹង glow sunspray មកមុខយើងឡើង glow វីស្អាតហើយ glow sunspray ហ្នឹងគឺការពារកម្ដៅថ្ងៃលើស្បែកមុខយើងបានល្អទៀតហើយខ្ញុំរៀងរាល់3ម៉ោងម្ដងគឺខ្ញុំទៀងមកមែនតើតែ reapply ជាមួយនឹង glow sunspray នឹងជានិច្ចហ្មងដើម្បីការពារស្បែកមុខខ្ញុំដើម្បី make sure ថាស្បែកមុខខ្ញុំណាការពារបានល្អរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាសំខាន់ផលិតផលហងទាំងអស់ហ្នឹងកំពុងតែមាន promotion 50% ទេបងប្អូនទាំងអស់គ្នាទៅតាម promotion គេណា